แต่สารบองស្ដីអំពីច្បាប់ចរាចរណ៍ផ្លូវគោកភាគ5តើចំណុចណាមួយឬច្រើនដូចខាងក្រោមពាក់ព័ន្ធនឹងល្បឿនកំណត់សម្រាប់រថយន្តតូចនៅក្នុងរដ្ឋ North Carolina ដែលជាចំណុចត្រឹមត្រូវ1ល្បឿនកំណត់នៅក្រៅក្រុងគឺ55ម៉ៃនៅក្នុង1ម៉ោងលើកលែងតែមានផ្លាកប្រាប់ល្បឿនកំណត់ខុសពីនេះ2ល្បឿនកំណត់នៅក្នុងក្រុងគឺ25ម៉ៃនៅក្នុង1ម៉ោងលើកលែងតែមានផ្លាកប្រាប់ល្បឿនកំណត់ខុសពីនេះចម្លើយកករណីលេខ1ខករណីលេខ2កទាំងករណីលេខ1និងលេខ2ខមិនមែនទាំងករណីលេខ1និងលេខ2ចម្លើយកករណីលេខ1តើចំណុចណាមួយឬច្រើនដូចខាងក្រោមពាក់ព័ន្ធនឹងល្បឿនកំណត់នៅក្នុងរដ្ឋ North Carolina ដែលជាចំណុចត្រឹមត្រូវ1លើកលែងតែមានផ្លាកប្រាប់ល្បឿនកំណត់ខុសពីនេះល្បឿនកំណត់នៅក្នុងក្រុងគឺ35ម៉ៃនៅក្នុង1ម៉ោង2លើកលែងតែមានផ្លាកប្រាប់ល្បឿនកំណត់ខុសពីនេះល្បឿនកំណត់សម្រាប់រថយន្តដឹកសិស្សទៅចូលរួមសកម្មភាពផ្សេងៗគឺ25ម៉ៃនៅក្នុង1ម៉ោងចម្លើយកករណីលេខ1ខករណីលេខ2កទាំងករណីលេខ1និងលេខ2ខមិនមែនទាំងករណីលេខ1និងលេខ2ចម្លើយកករណីលេខ1បើភ្លើងរូបអាគុយនៅភ្លឺរហូតពេលអ្នកកំពុងបើកបរបញ្ហាអាចបណ្ដាលមកពីចម្លើយកប្រេងម៉ាស៊ីនស្រកនៅកម្រិតទាបខខ្សែពានរលុងឬខូចករថយន្តពិបាកបញ្ឆេះខឧបករណ៍កុំព្យូទ័រដើម្បីរកមើលបញ្ហាម៉ាស៊ីនចម្លើយខករណីលេខ2ពេលបើកបរចូលចំណុចផ្លូវកោងរថយន្តច្រើនតែចម្លើយកឡើងល្បឿនខងាកទៅខ្សែខាងក្នុងនៃផ្លូវកោងកបើកបរឲ្យនៅចំកណ្ដាលគន្លងផ្លូវខងាកទៅខ្សែខាងក្រៅនៃផ្លូវកោងចម្លើយខងាកទៅខ្សែខាងក្រៅនៃផ្លូវកោងពេលកំពុងចូលក្នុងចំណុចផ្លូវកោងខ្លាំងតើអ្នកគួរអនុវត្តប្រការណាមួយដូចខាងក្រោម1ងាកទៅខាងឆ្វេងដៃកន្លងផ្លូវរបស់អ្នកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន2ជាន់ហ្វ្រាំងពេលទៅដល់ចំណុចផ្លូវកោងខ្លាំងបំផុតនោះចម្លើយក
ករណីលេខ1ខករណីលេខ2កទាំងករណីលេខ1និងលេខ2ខមិនមែនទាំងករណីលេខ1និងលេខ2ចម្លើយខមិនមែនទាំងករណីលេខ1និងលេខ2